និយាយទៅលើដៃមួយដែលមានស្នេហាមិនប្រកបបាទមានន័យថាគាត់គឺជួបស្នេហាដែលមិនល្អបាទអញ្ចឹងយើងពិនិត្យទៅលើដៃរបស់គាត់គឺគាត់មានខ្សែកោងមកដល់ត្រឹមនេះបាទបងប្អូនឃើញទេអញ្ចឹងខ្ញុំត្រឡប់ថយក្រោយវិញឲ្យបងប្អូនមើលឃើញទេបាទប៉ុន្តែវារៀងព្រាបន្តិចបាទរៀងព្រាបន្តិចចឹងខ្សែបេះដូងបើសិនជាវាកោងគឺវាកោងចុះក្រោមចេះគឺវាមិនសូវល្អណាស់ទៅហើយបើសិនជាវាកោងហើយវាកោងធ្លាយមកខ្សែបេះដូងបែបនេះអាហ្នឹងវាកាន់តែមិនល្អខ្លាំងបាទមិនល្អបាទប៉ុន្តែខ្សែបេះដូងរបស់គាត់នេះគឺមានសភាពបែបនេះអ្នកនរគ្នាបាទគឺកោងចុះមកក្រោមបែបនេះចឹងចំពោះម្ដាយចំពោះម្ចាស់បាតដៃនេះគឺគាត់ជាមនុស្សម្នាក់ដែលបានបាត់បង់មនុស្សដែលខ្លួនគាត់ស្រឡាញ់ណាបាទនៅក្នុងវ័យប៉ុណ្ណឹងចឹងចំពោះខ្សែបេះដូងដែលចំពោះខ្សែគូជីវិតបាទដែលមានតម្រង់កាត់មកខ្សែបេះដូងពុះមកខ្សែជីវិតនេះគឺជាបាទខ្សែមួយដែលមានន័យថាស្នេហាមួយបាទមិនសមប្រកបបាទអញ្ចឹងយើងឃើញថាខ្សែបេះដូងគាត់គឺចុះមកពីបាទពីដៃកូននេះបុកមកមេដៃតែម្ដងបាទពីមេកូននេះបាទដៃកូននេះបាទទី1នេះខ្ញុំគូទី1នេះគូចុះមកមេដៃនេះមកទី2នេះគឺពិតជាស្នេហាដែលមិនសមប្រកបទេអ្នកនរគ្នាបាទគឺគាត់នឹងពិបាកចិត្តព្រាត់ប្រាសគ្នាអញ្ចឹងណាបាទ